តលេងនៅភ្នំកាហ្វេតាម៉ារយៈសោះតលេងសានេះគឺខ្ញុំផ្លាច់អារម្មណ៍ខ្លាំងមែនទែនព្រោះថាតលេងនៅភ្នំកាហ្វេសានេះគឺថាគេមានបន្ថែមជាកន្លែងភូមិតង់មួយទៀតអញ្ចឹងណាហើយសម្រាប់កន្លែងភូមិតង់នេះដែរគឺស្អាតខ្លាំងមែនទែនហើយកន្លែងតង់ហ្នឹងគឺមិនមានតែមកកន្លែងទេដូចជាមានមកកន្លែងទៀតគាត់តែយកបានថតអីអញ្ចឹងណាហើយនៅកន្លែងហ្នឹងក៏គេមានជាចក្រានឲ្យយើងអាំងសាច់អង្គុយញ៉ាំអីជួបជុំគ្នានៅជុំវិញភ្នក់ភ្លើងហ្នឹងដែរអញ្ចឹងទៅនិយាយទៅបើសិនជាយើងមានគ្នាច្រើនទៅជួបជុំគ្នាអីដឹងជាសប្បាយខ្លាំងប៉ុណ្ណាទេខ្ញុំនិយាយមែននិយាយទៅភ្នំកាហ្វេនេះសម្រាប់អ្នកដែលស្គាល់ខ្ញុំគាត់ដឹងហើយខ្ញុំទៅលេងនៅភ្នំ1510ដងគឺខ្ញុំចូល8ដងហើយទៅគឺអត់ដឹងមិនទេដូចជាប់ស្នេហ៍នៅនឹងអញ្ចឹងឲ្យទៅគឺថាដឹងតែអត់រំលងដឹងតែត្រូវចូលថតរូបឲ្យបាន2 3ប៉ុស្តិ៍ញ៉ាំកាហ្វេបានមួយកែវ2កែវទើបខ្ញុំអស់ចិត្តព្រោះថានៅកន្លែងហ្នឹងមានអារម្មណ៍ថាឲ្យតែទៅដល់ដឹងតែស្រឡះខូក្បាលអញ្ចឹងទៅមានអារម្មណ៍ថាយើងទៅដល់ហ្នឹងគឺរំសាយអស់ទុកកង្វល់អញ្ចឹងទៅហើយសម្រាប់នៅកន្លែងហ្នឹងដែរដូចបងតាគ្នាឃើញហើយការរៀបចំរបស់គាត់គឺស្រឡះភ្នែកល្អខ្លាំងមែនទែនអញ្ចឹងហើយបន្ទាក់ទាញចិត្តខ្ញុំធ្វើឲ្យចង់ទៅម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតអញ្ចឹងណាហើយសម្រាប់ភ្នំកាហ្វេនេះនិយាយទៅខ្ញុំទៅតាំងពីដូចជាម្លងឆ្នាំ2018 19ណាខ្ញុំនិយាយមែនដល់ឥឡូវ2024នៅទៅអត់ទាន់សាំទេណានិយាយទៅគឺថាដូច fan នៅភ្នំកាហ្វេហ្នឹងហ្មងអញ្ចឹងណាសម្រាប់អ្នកដែលគាត់ទៅវាវែងគាត់ដឹងហើយថានៅនឹងស្អាតប៉ុណ្ណាហើយមីខ្ញុំនេះចាគាត់ថាឲ្យទៅដល់កន្លែងហ្នឹងគឺមិនដែលរំលងទេអ្វីដែលសំខាន់ជាងគេគឺការថតរូបនឹងតែម្ដងបន្ទាប់ពីថតលេងនៅខាងមុខនឹងរួចរាល់ហើយគាត់ធ្វើការដើរទៅថតនៅខាងក្រោយម្ដងព្រោះថាងាកទៅឃើញកន្លែងភូមិតង់នឹងប្លែកអីអញ្ចឹងណាខ្ញុំទៅសារមុនគឺអត់មានទេអញ្ចឹងហើយអត់មានរំអន់ការយូរចាគាត់ថាធ្វើការដើរពឹបទៅរកកន្លែងភូមិតង់នឹងតែម្ដងហើយកន្លែងភូមិតង់នឹងដែរគ្រាន់តែដើរម្ដងខ្លងទ្វារត្រូវចូលទៅហ្នឹងចាគាត់ថាឃើញកន្លែងនេះចាគាត់ថាចាប់អារម្មណ៍ខ្លាំងមែនទែននិយាយទៅខ្ញុំរសើរគាត់ហ្មងណានៅភ្នំកាហ្វេនេះគឺគាត់ប្រកែកដេកកន្លែងខ្លាំងមែនទែនធ្វើឲ្យយើងអ្នកដែលទៅនេះទៅម្ដងគឺប្លែកអារម្មណ៍ម្ដងទៅម្ដងគឺប្លែកអារម្មណ៍ម្ដងហើយពេលដែលខ្ញុំអង្គុយនៅកន្លែងនេះចាគាត់ថាខ្ញុំសម័យរូបភាពច្រើនខ្លាំងមែនទែនបើសិនជាមានគ្នាច្រើនទៅអង្គុយញ៉ាំសាច់អាំងនៅជុំវិញភ្នក់ភ្លើងហ្នឹងចាគាត់ថាមិនដឹងជែកចិត្តខ្លាំងប៉ុណ្ណាទេហើយមើលទៅចាការដេករបស់គាត់ការដាំស្មៅដាំអីផ្លូវអីរបស់គាត់ហ្នឹងស្អាតមិនស្អាតអីអាចកាត់ក្តីខ្លួនឯងបានអញ្ចឹងណាបើសម្រាប់ខ្ញុំគឺស្អាតអញ្ចឹងទៅនិយាយទៅឲ្យតែបែបមើលទៅបែបហ្នឹងគឺខ្ញុំដឹងមិនទេដូចពេញចិត្តហ្មងរហងៃគឺ intro វត្តជាមួយនឹងទេសភាពជាមួយនឹងកន្លែងស្ងប់ស្ងាត់បែបហ្នឹងហើយឲ្យតែឃើញអញ្ចឹងចាគាត់ថាពេញចិត្តហ្មងហើយមិនតែប៉ុណ្្នឹងឯណាដើរមកក្រោយបន្តិចចាគាត់ថាមានដងស្ទឹងដ៏ស្រស់ស្អាតទេអានេះហៅស្ទឹងអញ្ចឹងឯងមិនមែនឯដងអូដ៏ស្រស់ស្អាតបងបងហើយនិយាយទៅគឺស្អាតខ្លាំងមែនតើបើនិយាយពីទឹកវិញចាគាត់ថាថ្លាលំខៀវហ្មងមើលតែឡាខ្ញុំទាត់ទៅគាត់ថាដឹងហើយខ្ញុំគ្រាន់តែឃើញទឹកនឹងភ្លាមចាគាត់ថាចង់ហែលភ្លាមហ្មងហើយសម្រាប់កន្លែងទឹកនឹងដែរខ្ញុំគិតថាបើសិនជាគាត់បន្ថែមជាទូកអីសម្រាប់ឲ្យយើងជិះលេងពេលដែលយើងទៅគេនៅនឹងទៀតគឺកាន់តែល្អហ្មងចំថ្ងៃនេះលេងខ្លួនហាយមែនឡើងហៀហ្មងមែនមិនឲ្យហៀយ៉ាងម៉េចគេហ្នឹងសុំមួយថ្ងៃហ្នឹងគេនេះទៅបើករង្វាន់ឲ្យអ្នកឈ្នះគេអត់ដឹងទេអត់ដឹងហ្មងងាប់ហើយអ្នកឈ្នះរង្វាន់ពីអេបកំសាន់អាយរិចអូយមិនយល់ទេនិយាយមែនជឿអត់បងប្អូនជឿអត់បើមិនជឿចាំហ៊ាននាំទៅមើលតោះមែនអូខេទស្សនាវីដេអូនេះឲ្យដល់ចប់តោះហ៊ាននាំទៅជម្រាបសួរបាទជម្រាបសួរបាទអនុញ្ញាតសូមស្គាល់ឈ្មោះផងឈ្មោះខៅឈ្មោះយ៉ាខ្ញុំឈ្មោះគួយសម្បត្តិហ្មងចាខ្ញុំឈ្មោះអាខួចឈ្មោះអាខួចណោះអាខួចអាយុប្រហែលហើយបាទ27បង27អញ្ចឹងសូមហៅអូនទេណោះចាបងនៅ single ណោះមានប្តីងាប់ហើយបងខំតាអូបងនៅ single នេះហើយបងដឹងថាបងមកកន្លែងហ្នឹងមកធ្វើអីចាដឹងតែបងខាងក្រុមហ៊ុនខំមកឲ្យមកបើករង្វាន់ខ្ញុំមកបើករង្វាន់ចាហើយលក្ខណៈថាបងឯងមកហ្នឹងជឿជាក់ហ្មងថាមកគឺបានបើកហ្មងចាបងពីប្រូក្រុមហ៊ុនបានតាក់តងទៅឲ្យមកហើយមានដឹងថាខ្លួនឯងឈ្នះរង្វាន់អីទេនាឡិកាបាទខ្ញុំឈ្នះរង្វាន់ដុំមាសចាដឹងបងរង្វាន់ដុំមាសអូហូយបាទអរសាទរបាទដុំមាសបាទពិតជាមិនធម្មតាពេលដែលបងដឹងតំណឹងថាខ្លួនឯងបានធ្វើរង្វាន់ខាងក្រុមហ៊ុនគាត់ខលហៅបើករង្វាន់អញ្ចឹងតើបងមានចំណាប់អារម្មណ៍បែបណាដែរបងបាទខ្ញុំរំភើបសប្បាយរីកណាស់បងរំភើបឥឡូវសុំបែបរំភើបនឹងបន្តិចបានទេបែបរំភើបសប្បាយរីកអូយបាទចារំភើបខ្លាំងបាញ់ធ្វើរំភើបវិញមើលតែមើលចង់ឃើញអារំភើបយើងទៅអញ្ចឹងណាគីឡូពេញទៅចឹងដែរចាបាទហើយតើបងអូនស្រីជឿជាអត់បាទថាឈ្នះពិតជឿបងបាទដោយសារតាមរយៈនេះគឺមានជនឆោបបោកច្រើនមែនទែនបាទហើយមានទំនុកចិត្តយ៉ាងម៉េចបាទក្នុងការលេងអេបកំសាន្តអៃរិចចាមានទំនុកចិត្តពីព្រោះលេងពិតឈ្នះពិតបងឈ្នះបានលុយពិតអូហូយបាទអបសាទរផងដែរហើយពេលដែលបងមកបើករង្វាន់ជាមួយនឹងក្រុមហ៊ុនអេបកំសាន្តអៃរិចនេះតើខាងក្រុមហ៊ុនគាត់មានខលដូចបងផ្ញើលុយផ្ញើអីមកឬក៏អត់ចាអត់ទេបងអត់មានទេចឹងណាអញ្ចឹងយើងត្រូវប៉ុណ្ណាយើងមកគឺខាងគាត់បើកយើងប៉ុណ្ណឹងចាបងបាទឥឡូវយើងកុំឲ្យខាត់ទៅយូរណាចាបើករង្វាន់គាត់មកតែម្ដងអូខេចាអូខ្ញុំចង់ញ័រដៃនេះដៃគាត់តែត្រូវតែខ្ញុំអ្នករំភើបឥឡូវបងស្រីអាចបាទបើករង្វាន់ហ្នឹងដើម្បីឲ្យប្រជាជនរបស់យើងបានទស្សនាផង
ចា អូហូយកដាច់ទៅម្ដង 3 អូយបាទ 4 5 6 7 8 9 10 បាទខាញបាទជួយលើជនរបស់យើងអូហូអូហូយបាទលុយសុទ្ធទៅម្ដងទៅសុំប៉ះតិចមកគេលោកមានសំណាក់បាទគេហៅថាលុយហេងលុយសំណាង ពេលចាប់សុំខ្លះមកណា ចាបង សុំធីប អរេភាគរយ អូភាគរយ បាទឥឡូវអនុញ្ញាតសុំសួរបងអូនស្រីបន្តិចណា ចាប បង ង ស្រីអាចចែករំលែកបទពិសោធន៍ក្នុងការលេងបាទអេបកំសាន្ត iRich នឹងទៅកាន់អតិថិជនរបស់យើងបានអត់ ចាអត់មាន ឈ្នះចឹង ចា ណា អត់មានអីបាក់បងគ្រាន់តែយើងចូលទៅ app កំសាន្ត iRich ហើយយើង download នៅក្នុងទូរស័ព្ទដៃហើយយើងលេងជាការស្រេច បាទគាត់ថាឲ្យគាត់ជាយាមលេងឲ្យបានច្រើននឹងអាចមានឱកាសឈ្នះរង្វាន់ដូចជារូបខ្ញុំដែរបាទ អូខេឥឡូវយ៉ាងម៉េចដែរបងប្អូនបន្ទាប់ពីស្ដាប់សម្ដីរបស់អ្នកឈ្នះរង្វាន់ពិតៗតើបងប្អូនមានចំណាប់អារម្មណ៍បែបណាចង់លេងចង់ឈ្នះដូចគាត់ដែរឬទេ អត់មានអីពិបាកអីបងប្អូនគ្រាន់តែបងប្អូនទាំងអស់គ្នា download app កំសាន្ត iRich យកមកលេងមកនៅមានរង្វាន់ជាច្រើនទៀតកំពុងតែរងចាំអ្នកទាំងអស់គ្នារៀងរាល់សប្តាហ៍ app កំសាន្ត iRich ជា app កំសាន្តដែលធំជាងគេដំបូងគេបង្អស់នៅកម្ពុជាកុំភ្លេចណា app កំសាន្ត iRich លេងពិតឈ្នះពិតចែករង្វាន់ពិត អ្វីដែលកាន់តែពិសេសជាងនោះទៅទៀតនោះគឺលៀងមកថា iRich បានត្រៀមជាមួយនឹងរង្វាន់ជាច្រើនដូចជាម៉ូតូ Honda ADV 160cc ម៉ូតូ Honda Scoopy CX2 2024មាសសុទ្ធតម្លៃ$1000 iPad ចំនួនទី10តែ$68 free game card និងមានរង្វាន់ជាច្រើនទៀត គិតថាប៉ុណ្ណឹងអស់ចាស់ហើយត្រូវអត់ No ក្នុងឆ្នាំថ្មីឆ្នាំ2025ខាងមុខនេះនឹងមានរង្វាន់ជាច្រើនមហាសាលទៀតដែលមក surprise បងប្អូនទាំងអស់គ្នាដូច្នេះបងប្អូនទាំងអស់គ្នាកុំឲ្យខកខានឲ្យសោះណាចូលរួមលេងនិងអ៊ុតមើលទាំងអស់គ្នាថាអ្នកណាជាអ្នកឈ្នះបន្ទាប់ឈ្នះជាមួយ iRich បានទាំងសប្បាយឈ្នះទាំងរង្វាន់ ចំណាំណាបងប្អូន page ផ្លូវការរបស់ iRich គឺមានតែមួយប៉ុណ្ណោះគឺ iRich VIP សូមបងប្អូនមានការប្រុងប្រយ័ត្នចំពោះជនឆបោកមួយចំនួនដែលផ្ដល់ព័ត៌មានពិតឬតាក់ទងទៅបងប្អូនក្នុងគោលបំណងណាមួយហើយរកការឈ្នះរង្វាន់ទាំងអស់គឺពុំមានឲ្យបងប្អូនបង់ប្រាក់ជាមុនឡើយ តោះទាញយក app កំសាន្ត iRich មកលេងឥឡូវនេះ iRich លេងពិតឈ្នះពិតចែករង្វាន់ពិតៗ